បាទជំសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំបានធ្វើការថតបង្ហាញអំពីសកម្មភាពបេះផ្លែវិញប៉ោះនៅក្នុងចំការផ្លែវិញប៉ោះឈើរីនៅក្នុងប្រទេសកូរ៉េហើយក្នុងខែ4ខែ5ខែ6នេះគឺវិញប៉ោះប្រមូលផលបានច្រើនណាស់បងប្អូនតែខ្ញុំច្រើនហើយការងារកោស្បូការងារធ្វើជុំបងប្អូនហើយការងារផ្លែវិញប៉ោះទៅកន្លែងខ្ញុំតកាយខ្ញុំក៏ដាំ3កន្លែងហើយហៅស៊ឺធំបងប្អូនគេហៅថាប្រភេទវិញប៉ោះដាំវិញប៉ោះស្តង់ដាអញ្ចឹងកន្លែងដាំនេះគឺទំនើបយើងដាំនៅលើសកៃដូងអញ្ចឹងបងប្អូនអត់ដាំនៅផ្ទាល់ដីទេហើយមានប្រព័ន្ធស្រោចស្រពស្រោចស្រពមានស្រោចស្រពជីទឹកអីហ្នឹងតាមពីយោហើយយើងដោតទៅតាមគុំមានមួយអញ្ចឹងប្រព័ន្ធទឹកមានម៉ូទ័រមានអីវាបូមទៅបញ្ជូនទឹកទៅតាមរងមួយតាមការកំណត់របស់គេអញ្ចឹងបងគេហៅស៊ឺពុះមានស្បៃបិទបើកការពារកម្ដៅថ្ងៃពេលដែលក្តៅខ្លាំងវាទាញបិទខ្លួនវាចឹងដោយសារគេបជាភ្ជាប់ system ឲ្យអូតូចឹងណាហើយបើខែត្រជាក់គឺអាំពងដែកដែលខ្ញុំអង្គុយខាងក្រោមកំពុងអស់ទៀតហ្នឹងគឺវាមានទឹកកណ្ដាលបញ្ជូនចូលទៅក្នុងកំពង់ហ្នឹងដើម្បីឲ្យបង្កើនភាពកម្ដៅនៅក្នុងហោស៊ឺនឹងឲ្យប៉ោះវាល្អចឹងបងបងប្អូនវីដេអូនេះមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណជម្រាបលាបាយបាយ